ជំរាបសួរលោកគ្រូអ្នកគ្រូនិងបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូភាគទី2នេះយើងនឹងរៀនតម្លើង font ដើម្បីឲ្យវាស្គាល់នៅក្នុង template ផ្សេងៗសម្រាប់លោកគ្រូអ្នកគ្រូដែលចេះតម្លើង font ហើយអាចផ្លាស់វីដេអូភាគទី2នេះបានអាចទៅមើលភាគបន្តសម្រាប់លោកគ្រូអ្នកគ្រូដែលអត់ទាន់ចេះសូមមើលរបៀបតម្លើង font ទាំងអស់គ្នាមូលហេតុនេះបានខ្ញុំឲ្យលោកគ្រូអ្នកគ្រូទាំងអស់គ្នាតម្លើង font មុននៅពេលយើងរៀន LaTeX មុននៅពេលដែលយើងយក template ផ្សេងៗមក run ទៅវាអាចនឹងអត់ស្គាល់ font អញ្ចឹងបើសម្រាប់លោកគ្រូអ្នកគ្រូបងប្អូនទាំងអស់គ្នាថ្មីអត់ទាន់ស្គាល់ថាអីគឺជា template ខ្ញុំនឹងបើកឧទាហរណ៍ឲ្យមើលមួយឧទាហរណ៍ថាខ្ញុំចង់សរសេរសៀវភៅមួយក្បាលប៉ុន្តែខ្ញុំអត់ចេះសរសេរទម្រង់សៀវភៅហ្នឹងឲ្យវាចេញប្រអប់រាងអញ្ចឹងឲ្យមានក្បាលខាងលើអញ្ចឹងទេបន្ទាប់មកយើងទៅរក template បើណាយើងទៅរកពីគេមកឬក៏មិត្តភ័ក្តិណាដែលគេចេះ design template ហ្នឹងមកឲ្យយើងឲ្យកូដអញ្ចឹងយើងយកកូដគេមកយកកូដបើសិនជាយើងអត់មាន font ទេនៅពេលដែលយើង run ទៅឧទាហរណ៍ថា font ខាងលើនេះគេដាក់ខ្មែរ OS អញ្ចឹងបើយើងអត់មានខ្មែរ OS ទេអញ្ចឹងយើង run អត់ចេញទេអញ្ចឹងដើម្បីតម្លើង font បានលោកគ្រូអ្នកគ្រូចុចនៅក្នុង link ខាងក្រោមដើម្បីទាញយកមាន2 file បាទទី1នេះគឺ all font ខ្មែរហើយទី2នេះគឺ ANG នេះមាន51 font អញ្ចឹងលោកគ្រូអ្នកគ្រូ download ទាំងពីរមកបានតែ2 file ហ្នឹងបានន័យថា font លោកគ្រូអ្នកគ្រូឡើងខ្វះមានច្រើនហើយរបៀបតម្លើងលោកគ្រូអ្នកគ្រូអាចចុចតាមខ្ញុំមកចុចដំបូងឡើយយើងចុច extract វាមកបានមកស្ដាំលើវាហើយយក extract to នេះបានបន្ទាប់មក file ទី2នេះ all font នេះក៏ធ្វើអញ្ចឹងដែរប៉ុន្តែដោយសារខ្ញុំ extract ហើយខ្ញុំអត់បាន zip វាទេអញ្ចឹងខ្ញុំសូមតម្លើងឲ្យមើលតែមួយទេ font ខ្លះលោកគ្រូអ្នកគ្រូមានហើយប៉ុន្តែ font ខ្លះក៏អត់ទាន់មានអញ្ចឹងយើងអាចតម្លើងវាបន្ថែមទៀតបានអញ្ចឹងពេលចេញមកបែបនេះយើងមានពីររបៀបអញ្ចឹងរបៀបទី1យើងចុច control A មកហើយយើងចុច mouse ស្ដាំហើយយើងយក install for all user នេះបាទអញ្ចឹងយើងចុចអាហ្នឹងមកពេលវាចេញមកបែបហ្នឹងមានថា font ខ្លះវាមានហើយអញ្ចឹងលោកគ្រូអ្នកគ្រូអាចចុច tick កន្លែងនេះមួយហើយចុច use yes មកអញ្ចឹងវាទៅហើយអញ្ចឹងវាតម្លើង font ណាដែលយើងអត់មានហ្នឹងបាទប៉ុណ្ណឹងមិនថាវាតម្លើងហើយអញ្ចឹង file មួយនេះក៏ដូចគ្នាដែរតែនេះវាមានច្រើនអញ្ចឹងវាមានទាំងអង់គ្លេសវាមានទាំងខ្មែរអញ្ចឹងធ្វើដូចតែគ្នាទេចុច select all មក control A ហើយចុច install for all user អានេះរបៀបទី1ហើយនៅក្នុងរបៀបទី2យើងអាចធ្វើអញ្ចឹងក៏បានដែរយើងចុច control panel អារូប window អក្សរ window ហ្នឹងចុចលើវាមួយមកបាទបន្ទាប់ពីចុចលើវាយើងអាច search ពាក្យថា font វាយ FONT បាទបន្ទាប់ពីយើងវាយពាក្យថា font ហ្នឹងវា load កន្លែងនៅខាងលើវាដាក់ថា font setting អញ្ចឹងយើងចូលកន្លែងហ្នឹងមកចុចលើវា2ដងមកអញ្ចឹងវា load ផ្ទាំងមួយមកផ្ទាំងមួយទៀតមកបាទនៅពេលដែលវាចេញបែបហ្នឹងបានន័យថានេះជា font ដែលយើងមានទាំងប្រមាណហ្នឹងអញ្ចឹងរបៀបទី2នេះយើងចូលអា file ដែលយើងបាន extract ហើយហ្នឹងមកយើងចូលមកយើងអាចចាប់វាមកតម្លាក់ឧទាហរណ៍ថាខ្ញុំចង់បានតែ font ប៉ុណ្ណេះនេះខ្ញុំចង់បានប៉ុណ្ណឹងយើងចាប់វាទាញវាមកយើងចុចសង្កត់ mouse ឆ្វេងជាប់មកហើយយើងតម្លាក់វាកន្លែងអារូបមានសញ្ញាព្រួយនេះបាទយើងតម្លាក់កន្លែងហ្នឹងមកគឺវាទៅហើយនេះអញ្ចឹងមានថាហ្នឹងក៏យើងបានតម្លើង font ដែរអញ្ចឹងអាចតម្លើងបានទាំងពីររបៀបហ្នឹងអញ្ចឹងនៅក្នុងវីដេអូតម្លើង font នេះខ្ញុំមានប៉ុណ្ណឹងសម្រាប់ដើម្បីឲ្យយើងរៀន LaTeX ទៅដើម្បីកុំឲ្យខ្វះ font នៅពេលដែលយើង run template គេផ្សេងអញ្ចឹងលោកគ្រូអ្នកគ្រូតម្លើងទាំងពីរ file ហ្នឹងមកទាំងអា file ដែលមានខ្ញុំដាក់ថា all font ខ្មែរហើយនឹង KHANG នេះបាទអញ្ចឹងការតម្លើង font របស់យើងបានជោគជ័យហើយលោកគ្រូអ្នកគ្រូអាចលេង font បានជាចិត្តនៅពេលដែលយើងមាន font ច្រើនបែបហ្នឹងអញ្ចឹងធម្មតានៅក្នុង template មួយគេមិនប្រើ font តែមួយគេអាចប្រើ font ផ្សេងឧទាហរណ៍ font អានេះខ្មែរ OS នៅខាងលើនេះគេដាក់ខ្មែរ OS មូលាយនៅខាងក្រោមនេះដាក់ font អីផ្សេងដូចហ្នឹងទៅជាងនៅពេលដែលយើងយក template គេមកបើអត់មាន font គ្រប់គ្រាន់ទេនៅពេលដែលយើង run វាខ្លះវាបាត់អក្សរហ្នឹងមកវាអត់ load ចេញមកទេ template ខ្លះវា run ចេញមកវាអត់ចេញអីទាំងអស់បានន័យថាហ្នឹងពេលខ្លះក៏អាចមកពីយើងខ្វះ font អញ្ចឹងនៅក្នុងវីដេអូតម្លើង font របស់យើងចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា